ត្រីនេះគឺបានខ្លែងធ្វើជាបិទបន្លានៅលើដៃរបស់នាងហើយដាក់នៅពីមុខស្វាក៏ចាប់ផ្ដើមបេះយកបន្លានោះចេញនាងមានការត្រេកអរយ៉ាងខ្លាំងនេះគឺជាការជួបគ្នាដំបូងរវាងពួកគេហើយសិស្សស្វាមើលទៅហាក់ដូចជាស្រងូសង្ងាត់ណាស់ស្ត្រីនោះក៏សម្រេចចិត្តស្នាក់នៅក្បែរនោះហើយនឹងធ្វើជាមិត្តនឹងស្វានាងបានចែករំលែកនៅអ្វីដែលនៅក្នុងទូរស័ព្ទរបស់នាងឲ្យទៅស្វាមើលហើយក៏យកអាហារជាយាមឲ្យសត្វស្វានោះសប្បាយចិត្តដែរដោយនឹកស្មានមិនដល់នាងក៏បានជួបស្វានោះម្ដងទៀតមិនយូរប៉ុន្មានបន្ទាប់ពីនោះមកលើកនេះនាងក៏បានយកប្រដាប់ប្រដាក្មេងលេងមកជាច្រើនដើម្បីលេងជាមួយវាពេលនោះគឺជាពេលដែលវាកំពុងតែផឹកទឹកសត្វស្វាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចាប់តាំងពីពេលនោះមករាល់ពេលដែលស្ត្រីនោះទៅលេងនឹងសត្វស្វាភាពសោកសៅរបស់វាក៏រសាយបាត់ទៅហើយវាតែងតែរងចាំនាងនៅឯកាំជណ្ដើរឬក៏ច្រកចូលមួយរយៈពេលក្រោយមកស្ត្រីនោះក៏មានការភ្ញាក់ផ្អើលផងដែរដោយសារតែស្វានោះមានកូនតូចមួយអោបជាប់នៅនឹងខ្លួនដោយសារតែខ្វះអាហារនៅក្នុងព្រៃហើយការប្រកួតប្រជែងរវាងក្រុមស្វាក៏ខ្លាំងដែរដូច្នេះស្ត្រីនោះក៏បានរៀបចំអាហារសម្រន់បន្ថែមសម្រាប់ស្វាហើយនិងកូនស្វាបន្តិចម្ដងចំណងមិត្តភាពរបស់ពួកគេគឺកាន់តែជ្រាលជ្រៅទៅរវាងស្ត្រីហើយនិងគ្រួសាររបស់ស្វានោះសេចក្តីស្រឡាញ់របស់នាងបានបន្តចម្លងពីចំនួនមួយទៅចំនួនមួយរបស់សត្វស្វា